របៀបស្ងោរមាន់ឲ្យឆ្ងាញ់ហើយងាយស្រួលដំបូងយើងគ្រាន់តែដាក់ប្រេងឆាមួយល្មមរួចហើយដាក់ខ្ទឹមសខ្ទឹមក្រហមខ្ញីហើយដើមខ្ទឹមខ្យល់ក៏បានឬក៏ខ្ទឹមបារាំងក៏បានដែរលីងវាឡើងឈ្ងុយពេលដែលគ្រឿង3-4មុខនឹងឡើងឈ្ងុយហើយចាំយើងដាក់ទឹកចូលហើយយើងត្រូវប្រើទឹករាងច្រើនបន្តិចពីចន្លោះ5ទៅ6លីត្រយើងដាក់ឆ្នាំងរាងធំតិចមកបន្ទាប់មកចាំយើងដាក់អំបិលប្រហែលជាមួយស្លាបព្រាបាយកន្លះហើយនឹងម្សៅរមៀតយើងចង់ដាក់ក៏បានអត់ដាក់ក៏បានដែរពេលដែលទឹកពុះហើយចាំដាក់មាន់ចូលហើយមាន់នេះរាងស្វិតបន្តិចដែរចំនួន1គីឡូប៉ុន្តែមាន់ហ្នឹងយើងអត់ទម្លាក់ចូលតែម្ដងទេគឺយើងចាប់ត្រង់កន្លែងកវាហ្នឹងលើកជ្រលក់ប្រហែលជា5ទៅ6ដងដើម្បីឲ្យទាំងក្នុងពោះមាន់ហើយនិងស្បែកមាន់ខាងក្រៅហ្នឹងក្តៅបានល្អនៅពេលដែលយើងលើកជ្រលក់បានប្រហែលជា5-6ដងហើយចាំយើងទម្លាក់មាន់ហ្នឹងចូលតែម្ដងហើយចាប់ផ្ដើមស្ងោរវារយៈពេល20នាទីប៉ុន្តែកុំបិទគម្របឆ្នាំងយើងដាក់ភ្លើងមកល្មមស្ងោរ20នាទីក្រោយយើងត្រូវបិទហ្គាសឬក៏លើកឆ្នាំងចេញពីចង្ក្រានហើយបិទគម្របឆ្នាំងទុកមាន់ត្រាំនៅក្នុងទឹកហ្នឹង20នាទីទៀតសរុបទៅត្រូវការ40នាទីដើម្បីឲ្យមាន់នេះឆ្អិនពេលដែលវាឆ្អិនមកសាច់ឡើងទន់ហើយមានជាតិមែនតើបងប្អូនសំខាន់គឺឆ្អិនល្អដល់ខាងក្នុងដោយដែលខ្ញុំបង្ហាញបងប្អូនអញ្ចឹងពេលដែលយើងហែកសាច់មាន់នឹងមកគឺថាឡើងមើលទៅមានសំណើមល្អតែម្ដងហើយមាន់ស្ងោរបែបហ្នឹងញ៉ាំជាមួយនឹងទឹកត្រីបុកក៏ឆ្ងាញ់ជាមួយនឹងទឹកអំបិលម្រេចក្រូចឆ្មាក៏រឹតតែឆ្ងាញ់ទៀតនេះជាទឹកអំបិលម្រេចក្រូចឆ្មាដែលខ្ញុំធ្វើរសជាតិអត់ដិតខ្លាំងពេកទេប៉ុន្តែជ្រលក់ទៅជាតិប្រៃជូរអែមស្មើគ្នាឆ្ងាញ់មែនតើ